តាំងឯខ្ញុំនាំអ្នកឲ្យមកធ្វើអាហារសម្រន់មួយដែលឆ្ងាញ់ប៉ុន្តែវារៀងពិបាកធ្វើបន្តិចធ្លាប់ទៅរត់ដងខ្ញុំប្រាប់អ្នកនរថាខ្ញុំធ្វើអញ្ចឹងស្រួលអញ្ចឹងតែលើកនេះអត់រៀបប្រាប់ថាពិបាកហ្មងអានេះបើនៅខ្មែរវិញគឺបើឃ្លានអីយើងជីទៅរត់ទិញញ៉ាំតែមួយចង្កាក់ពីរចង្កាក់បានតែនេះគឺអត់ទេពេលឃ្លានគឺធ្វើទាំងអស់ទាំងជ្រក់ទាំងសាច់ឲ្យធ្វើខ្លួនឯងទាំងអស់ដល់ដំបូងគឺខ្ញុំចាប់ផ្ដើមដោយធ្វើជ្រក់មុនហើយល្ហុងហ្នឹងគឺខ្ញុំយកមកច្របាច់អំបិលហើយលាងទឹកវាស្អាតហើយបន្ទាប់មកគឺខ្ញុំដាក់ក្លាសេជាមួយនឹងទឹកកកឲ្យវាស្រួយព្រោះជ្រក់ហ្នឹងគឺខ្ញុំឈូសល្ហុងហើយនឹងការ៉ុតលាយគ្នាហើយកុំភ្លេចថែមទឹកសក់មួយពីរឲ្យផងបន្ទាប់មកគឺខ្ញុំមកលាយទឹកត្រីធ្វើជ្រក់ដោយដាក់ក្រូចឆ្មាមួយកូនចានស្ករ2កូនចានទឹកត្រីមួយកូនចានហើយនឹងទឹកក្តៅមួយកូនចានបន្ទាប់មកគឺយើងត្រូវកូរវាឲ្យវាលាយជាតិស្ករនឹងអស់គឺយើងអាចទុកវាមួយឡែកបានឥឡូវនេះគឺខ្ញុំចាប់ផ្ដើមមកធ្វើសាច់គោចង្កាក់ខ្ញុំវិញដោយខ្ញុំដាក់គ្រាប់នេះមកដឹងគេហៅអីទេប៉ុន្តែគេយកមកលីងជាមួយនឹងភេងណាដើម្បីឲ្យវាមានពណ៌នៅក្នុងសាច់យើងហើយអាភេងនោះវាជួយសាច់យើងទន់ណាហើយឥឡូវនេះគឺខ្ញុំចាប់ផ្ដើមមកលាយគ្រឿងដោយសាច់គោនឹងគឺខ្ញុំហាន់ហើយមុនគឺខ្ញុំដាក់ម្សៅស៊ុបអំបិលប៊ីចេងស្ករទឹកត្រីហើយប្រេងខ្យងតិចហើយបន្ទាប់មកគឺខ្ញុំដាក់គ្រឿងបុកយើងហ្នឹងអានេះគឺបោះកូនខ្ញុំគាត់កិនទុកហើយបន្ទាប់មកគឺយើងដាក់អាប្រេងដែលយើងលីងវាមុនហ្នឹងហើយបន្ទាប់មកយើងច្បល់វាឲ្យសព្វហើយអ្នកទាំងអាចទុកវាចោលប្រហែលកន្លះម៉ោងទៅ1ម៉ោងទៅអញ្ចឹងតទៅខ្ញុំប្រឡាក់សាច់ហើយល្ហុងខ្ញុំក៏វារៀងស្រួយដែរអញ្ចឹងខ្ញុំយកទឹកត្រីដែលខ្ញុំលាយមុនហ្នឹងយកមកចាក់ចូលនៅក្នុងល្ហុងហ្នឹងមកល្មមទៅហើយបន្ទាប់មកអ្នកទាំងអាចបន្ថែមខ្ទឹមសខ្ទឹមក្រហមហើយម្ទេសហ្នឹងតាមចិត្តទៅបន្ទាប់មកច្បល់ចូលគ្នាឲ្យសព្វហើយអ្នកទាំងអាចផ្អាប់វាទុកបានអញ្ចឹងតពីទុកសាច់បានកន្លះម៉ោងមកខ្ញុំក៏បានយកសាច់ហ្នឹងមកដោតចង្កាក់ពេលដោតហ្នឹងគឺអត់អាចប្រើសំដៃបានទេវាអាចនឹងចាក់ដៃអីអញ្ចឹងយើងលាងដៃស្អាតហើយយើងប្រើដៃយើងសុទ្ធហ្មងទៅវាស្រួលវាអត់សូវគ្រោះថ្នាក់អញ្ចឹងឥឡូវហ្នឹងគឺខ្ញុំបានដោតសាច់ហើយសាច់ហ្នឹងបើសិនជាអ្នកនេះប្រឡាក់ហើយញ៉ាំអត់អស់គឺអាចដាក់ទុកកន្លែងកកបានតោះឥឡូវម្ហូបខ្ញុំឆ្អិនហើយនេះសាច់ដែលខ្ញុំអាំងហើយសម្រាប់អត់សូវបានតែប៉ុន្តែរសជាតិឆ្ងាញ់អញ្ចឹងសម្រាប់អ្នកដែលចូលចិត្តហឹរគឺអាចបន្ថែមម្ទេសនៅក្នុងជ្រក់នឹងបានអ្នកដែលចូលចិត្តញ៉ាំហឹរពេលដាក់ម្ទេសជ្រក់នឹងទៅគឺកាន់តែឆ្ងាញ់មកឥឡូវយើងមកញ៉ាំទាំងអស់គ្នាហើយនិយាយថាសាច់ញ៉ាំសាច់គោនឹងអត់ទៅពីចង្កាក់ឯប៉ុន្តែជ្រក់វិញអស់មួយចានហ្មងអញ្ចឹងវីដេអូខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរចាំជួបគ្នាវីដេអូក្រោយទៀតបាយ